បូននេះគឺជាទីតាំងកន្លែងសัตว์លោកដេកមួយកន្លែងនៅខាងក្រោយផ្ទះរបស់ខ្ញុំផ្ទាល់ហើយពីមុនមកកន្លែងនេះមានការឆ្លុះបាញ់ហើយក្រោយពីខ្ញុំហាមអត់ឲ្យគេចូលមកឆ្លុះមកបាញ់នៅទីតាំងនេះរយៈពេលប្រហែលជា3 ទៅ 4 ខែមកឥឡូវយើងឃើញមានសัตว์លោកមកដេកច្រើនវិញហើយនៅទីតាំងហ្នឹងហើយលោកមានលោកព្រាំងលោកផេះលោកខ្មោចឬក៏លោកម្លេហ្នឹងមានមកដេកនៅនឹងច្រើនដែរច្រើនម្ដងដេកច្រើនកន្លែងហើយដេកទៀតផ្សាំងអត់អើទេលោកហើយនេះខ្ញុំទៅឆ្លោះមើលថ្ងៃភ្លៀងខ្លាចមានក៏ដល់មានគេចូលមកឆ្លោះអីចឹងទៅខ្លះក៏ផ្អើលខ្លះអត់ផ្អើលតែភាគច្រើនអត់ផ្អើលភាសាអត់មានអ្នកណាមកបាញ់អីដូចមុនក្រោយពីហាមមិនឲ្យគេចូលឆ្លោះមកឥឡូវមានទីច្រើនហើយខ្ញុំនឹងបន្តការពារសัตว์លោកនៅកន្លែងហ្នឹងទុកឲ្យនៅដេកនៅនឹងឲ្យបានច្រើនទៀតកាន់តែច្រើនយូរទៅកាន់ច្រើនទៅកាន់ច្រើនទៅដេកច្រើនបងប្អូនដើមខ្ញុំរាប់មើលដើមខ្លះ20ដើមខ្លះ10ដើមខ្លះក៏3 4អញ្ចឹងទៅហើយសង្ឃឹមថានៅពេលខាងមុខវានឹងមកដេកច្រើនទៀតដើមនេះ3ដើមនេះច្រើននៅខាងក្រោមនៅមានច្រើនហើយលោកចម្រោះមានអាធំមានអាទូចដេកហើយបងប្អូនដែលឃើញហើយកុំមកបាញ់អីនៅទីតាំងហ្នឹងមកបាញ់ខ្ញុំមកដេញចេញអត់ឲ្យមកឆ្លោះក្បែរហ្នឹងទេតែការពារឲ្យមានអ្នកណាមកឆ្លោះក្បែរដើមឈើនៅខាងក្រោយហ្នឹងដេញ